នេះសកម្មភាពបោកម្រេចបាទមិនមែនបោកស្រូវទេបោកម្រេចចាំមើលខ្ញុំបង្ហោះនៅក្នុង YouTube ខ្ញុំបាទឲ្យមានអនុស្សាវរីយ៍ចែកម្លែកបងប្អូនមើលពីវិធីសាស្ត្របោកម្រេចដែលយើងដែលយើងញ៉ាំបាទវីដេអូមកនេះបានហើយដែលយើងញ៉ាំម្រេចរាល់ថ្ងៃនេះបាទមុនបានម្រេចឲ្យយើងញ៉ាំគេធ្វើអញ្ចឹងបេះម្រេចឲ្យយកមកហាលឲ្យយកមកកិនយកមកបោកចេះបាទអានេះសកម្មភាពជាក់ស្ដែងណាបាទនេះអីក៏កំពុងតែកើបម្រេចអានេះជួលឲ្យគេបេះសិនបាទម្ចាស់ម្រេចពិតម្ចាស់ម្រេចពិតបាទបាទម្ចាស់ម្រេចពិតបងប្អូនបាទតាក់តងមកបានបាទតាក់តងមកបានមកកំងបាទមានយកតពីគេទេម្ចាស់ផ្ទាល់ហ្មងនេះបាទជាមួយខ្ញុំបង្ហោះក្នុង YouTube នេះដែលយើងបានម្រេចញ៉ាំរាល់ថ្ងៃបាទនេះឯងបាទនេះគេដូចបោកស្រូវចឹងអានេះបាទដូចបោកស្រូវចឹងបាទចេញមកនេះបាទចេញមកនេះនេះបងប្អូនឃើញទេហើយកន្លែងនេះវាមានកន្លែង2ទៀតវាមានអាល្អនិងអាមានកតិកទីទៀតចឹងណានោះបាទនេះយើងជួលឲ្យគេបេះសិនចឹងណាបាទម្ចាស់ចំការអាមេរិកគាត់ជួលឲ្យគេបេះសិន1គីឡូវាទៅតាមតំបន់ដែរចឹងណាឈ្នួលអាចនឹង1គីឡូ1000អីទៅតាមតំបន់ចឹងណាបាទហើយយកមកនេះបាទនេះចេញលក្ខណៈជាផលសម្រាប់ទេនេះមកនេះបាទចេញជាផលសម្រាប់ហើយនេះគេកំពុងតែបោកអីបាទដូចបោកស្រូវនិយាយថាបោកក៏បានថាកិនក៏បានតែយើងថាបោកវាស្តៀងត្រូវជាងបោកដូចយើងបោកស្រូវអញ្ចឹងណាបាទចេញជាស្រូវមកនេះថាកិនក៏បានបាទនេះមកដល់ណាស់នេះនេះឯងបាទហើយលោកបងប្អូនចាប់អារម្មណ៍អីអាចសាកសួរបានបាទម្ចាស់ផ្ទាល់ហើយបាទម្ចាស់ផ្ទាល់ហ្មងមិនមែនតទេហើយនេះអ្នកជួយទេបាទនេះអ្នកជួយអ្នកថតអត់ជួយទេបានជួយថតនេះបាទទាំងមកបានម្រេចយើងយកញ៉ាំរាល់ថ្ងៃគឺអញ្ចឹងឯងនេះសង្វាក់ផលិតកម្មបាទនឹងរាប់បានម្រេចបាទទីតាំងនៅឃុំទំរិញបាទឃុំទំរិញបាទស្រុកសណ្ដានខេត្តកំពង់ធំបាទនឹងទីតាំងបាទជម្រាបលាប៉ុណ្ណឹងចុះបាទសុខសប្បាយ